នៅចំពោះមុខមេតបអនុទានថាមិនខ្វល់ពីសម្ដីត្រាំឡើយនៅក្នុងកិច្ចប្រជុំជាមួយមេតបនាថ្ងៃអង្គារទី23ធ្នូនាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអនុទានឆានវីរគុលបានបោះសម្ដីថាលោកមិនខ្វល់និងមិនព្រួយបារម្ភពីសម្ដីលោកដូណាល់ត្រាំឡើយដែលថាប្រទេសថៃជាអ្នកវាយប្រហារកម្ពុជាមុនការលើកឡើងយ៉ាងកក្លឿនបែបនេះស្របពេលក្រុមប្រឹក្សាសន្តិសុខជាតិថៃ NSC ស្នើសុំសំណងសម្រាប់បុគ្គលិកយោធាដែលរងរបួសឬស្លាប់ក្នុងការប្រយុទ្ធគ្នាតាមព្រំដែនកម្ពុជាថៃក៏ដូចជាជំនួយសម្រាប់ជនស៊ីវិលនៅតំបន់ដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចជាក់ស្ដែងនៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលថាប្រទេសថៃបានចាប់ផ្ដើមសង្គ្រាមជាមួយប្រទេសកម្ពុជាលោកអនុទានបានបោះពាក្យសម្ដីថាការពិតត្រូវបានដឹងដោយមនុស្សគ្រប់គ្នាខ្ញុំមិនបារម្ភពីអ្វីទាំងអស់យើងត្រូវបានគេឈ្លានពាននិងវាយប្រហារអ្វីដែលយើងបានធ្វើគឺឆ្លើយតបដើម្បីការពារអធិបតេយ្យភាពរបស់យើងជាមួយគ្នានៅពេលអ្នកសារព័ត៌មានសំណួរបន្ថែមថាតើប្រទេសមួយចំនួនបង្ហាញភាពអព្យាក្រឹតប៉ុន្តែនៅទីបំផុតហាក់ដូចជានៅខាងកម្ពុជាលោកអនុទាននិយាយថាលោកមិនឃើញមានប្រទេសណាមួយចូលខាងណាទេព្រោះបញ្ហានេះនៅតែជាបញ្ហាទ្វេភាគីកម្ពុជាថៃលើពីនេះលោកអនុទានបានសង្កត់ធ្ងន់ថាខ្ញុំមិនបានឃើញប្រទេសណាមួយនិយាយថាខ្លួនឈរជាមួយភាគីណាមួយឡើយទេគ្រប់ប្រទេសគឺអព្យាក្រឹតហើយខ្ញុំរីករាយដែលប្រទេសទាំងអស់មានអព្យាក្រឹតភាពនេះជាបញ្ហាដែលយើងត្រូវដោះស្រាយនិងបញ្ចប់វារវាងប្រទេសយើងនិងភាគីម្ខាងទៀត